ស្ដីអ្នកនរគ្នាហើយនេះគឺជាវីដេអូថ្មីមួយទៀតហើយថ្ងៃនេះខ្ញុំមកឆ្លងខ្លួនឯងខ្ញុំរត់ពីផ្ទះខ្ញុំទៅក្លឹបហាត់ប្រាណយើងរត់ចេញហ្នឹងថាយើងពាក់កាសពាក់អីសិនហើយជាជាមួយអារម្មណ៍មួយដែរហើយខ្ញុំស្ពីទៅតាមនេះទៅខ្ញុំមិនចង់ស្ពីទៅបានទេថាខ្ញុំដាក់ទឹកដែរខ្លួនអញ្ចឹងហើយគឺលួចឯងខ្លួនដែរពេលខ្ញុំមកតាមហើយតែអត់ស្អីអីខ្ញុំជាធ្វើវាអញ្ចឹងខ្ញុំរៀបចំរួចរាល់ហើយបាទ let's go ហើយស្គាល់ថាការរត់របស់ខ្ញុំគឺថាអត់ដឹងថាប្រហែលនាទីក៏ដល់ក្លឹបទេ let's go អញ្ចឹងជាមួយទាំងអស់គ្នាដែរបាទអរគុណដល់អ្នកគ្នាបាទហើយមនុស្សទីខ្ញុំគឺថាសបោទីខ្លាំងអញ្ចឹងពេលយើងមានរត់ឯគីឡូវារត់មកខាំយឺតទៅមួយសិនអូខេតែដល់វាឧបសគ្គច្រើនមែនទេការរត់ចេះរៀនរត់ទៅកន្លែងវិញថាមានឆ្កែមួយ step by step ចេះយ៉ាងល្អមកដល់ក្លឹបភ្លាមហ្នឹងគឺថាយើងមិនខ្វល់ខ្វាយច្រើនទេបាទយើងសប្បាយចិត្តដោយសារតែយើងលេងបានរត់ទៀតហើយបាទយើងចូលមកបងលុយបងអីព្រឹបតែម្ដងទៅយើងថ្លឹងគីឡូថ្លឹងដីចង់ដឹងថាគីឡូយើងប្រហែលណាឥឡូវហ្នឹងគឺថាថ្លឹងគីឡូទៅវ៉ាវឃើញគីឡូឡើងខ្លាំងមែនទែនបាទ70គីឡូបាទនិយាយលេងទេដោយសារតែយើងថ្លឹងទាំងបីជើងថ្លឹងទាំងអីទៅវាឡើងគីឡូខ្លាំងគួរសមដែរអញ្ចឹងណាហើយនេះគឺជាការលេងលេខទេរបស់ខ្ញុំពឹងបងឲ្យជួយថតខ្ញុំបន្តិចបាទមើលទៅបែកញើសជុកពេញខ្លួនតែម្ដងបាទហើយខ្ញុំប្រាប់ពីរបៀបលេងជើងបាទគេលេងចេះបាទក៏ប៉ុន្តែខ្ញុំគ្មានចេះទេបាទខ្ញុំចិត្តតែលេងឲ្យទៅបានទៅអ្នកនរគ្នាហើយបន្ទាប់មកហ្នឹងគឺតែខ្ញុំចូលដល់វេនខ្នងហើយក៏ប៉ុន្តែខ្ញុំលេងចប់ហើយឥឡូវនេះគេថាម៉ោង6:07ហើយម៉ោងប្រហែលហ្នឹងហើយបន្ទាប់មកខ្ញុំកាច់ពោះកាច់អីចឹងទៅនិយាយទៅខ្ញុំលេងមកចាប់មកសិតហ្នឹងដូចជាតាំងពីម៉ោង4កន្លះរហូតដល់ម៉ោង7កន្លះហត់ខ្លាំងមែនតែមិនជាបញ្ហាទេខ្ញុំជួយប្រហាត់គេអីចុយញ៉ាំឆាលេងខ្លួនឯងមានអារម្មណ៍ពួកសាច់ខ្លួនឯងដូចណាហត់ខ្លាំងមែនហ្នឹងហើយអ្នកនរគ្នាដែលបាននិយាយចឹងគឺថាហត់ខ្លាំងមែនទេហើយពេលដែលខ្ញុំកំពុងតែរត់ហ្នឹងគឺថាមានភ្នែកម៉ូតូភ្នែកអីទៀតហើយវារោភ្លៀងរោអីចឹងណាពេលហ្នឹងខ្ញុំហត់ខ្លាំងមែនហើយឧបសគ្គដែលធំបំផុតហ្នឹងគឺថាខ្ញុំខ្លាចឆ្កែខាំបាទនិយាយរួមទៅពេលយប់ខ្ញុំអត់សូវបានរត់ប្រមាណទេដើរបានច្រើនរត់បានតិចបាទដោយសារគឺថាខ្លាចឆ្កែខាំទៅតាមផ្លូវផ្លូវតែម្ដងបាទនិយាយទៅខ្លាញ់មែនទេOh my god និយាយរំទៅបើខ្ញុំរត់មិនហ្នឹងតែដល់ពុតហើយខ្ញុំដឹងទឹកមុនមក Oh my god យើងកុំសិនសានច្រើននឹងឧបសគ្គបាទឧបសគ្គគឺជាបញ្ហាគឺឧបសគ្គបាទគឺថាប៊ីឆ្កែខាំបាទឥឡូវនេះគឺថាយើងធ្វើ style រត់អីណានេះដាក់ទូរស័ព្ទចោលវាយកបាត់លើហើយបាទអើយដល់គាត់ទៅបានរត់ប្រហែលទេពេលយប់ចឹងណាហើយខ្ញុំខ្លាចឆ្កែខាំហើយតែជាពិសេសហ្នឹងពេលយប់ឡើងគឺថាសបោឆ្កែខ្លាំងមែនទេហើយវីដេអូនេះគឺថារៀងរញ៉េរញ៉ៃបន្តិចចុយពេលមកវិញអត់ទៅបានរត់បានទេបាទដោយសារឆ្កែច្រើនខ្លាំងមែនទេបាទនៅចាំមុខផ្ទះហ្នឹងហើយបាទអត់ហ៊ានរត់ហើយដើរហើយពេលខ្លះរោគខាំទៀតហ្នឹងខ្ញុំពិបាកខ្លាំងមែនទេស្គមតែអ្នកនរគ្នានឹងចូលចិត្តហើយវីដេអូនេះដូចជាអត់មានច្រើនទេអ្នកនរគ្នាមានតែប៉ុណ្្នឹងហើយស្គមតែអ្នកនរគ្នានឹង enjoy ហើយកុំភ្លេចជួយចុច like subscribe ផងខ្ញុំនឹងព្យាយាមធ្វើវីដេអូអីប្លែកជាងនឹងទៀតហើយវីដេអូនេះទៅបើកកន្លែង enjoy ជាយល់មែនទេបាយបាយកាយជួបគ្នានៅ season ក្រោយ